នៅក្នុងយុគសម័យដែលមនុស្សគ្រប់គ្នាប្រណាំងប្រជែងដើម្បីលេចធ្លោការធ្វើជាមនុស្សពូកែហាក់ដូចជាបានคล้ายជាងារដែលភ្ជាប់ទៅនឹងអ្នកណាដែលមានសមិទ្ធផលបន្តិចបន្តួចការអួតបង្ហាញពីពិន្ទុសញ្ញាបត្រវិញ្ញាបនបត្រគម្រោងរបស់ពួកគេហើយគិតថាវាជាភស្តុតាងនៃសមត្ថភាពពិតរបស់ពួកគេប៉ុន្តែការធ្វើជាមនុស្សពូកែពិតប្រាកដគឺមិនត្រូវបានវាស់វែងដោយសារការសាទរមិនវាស់វែងដោយការកោតសរសើរនោះទេប៉ុន្តែដោយវិសាលភាពដែលអ្នកអាចធ្វើអ្វីមួយដល់ទីបញ្ចប់ដែលជ្រៅជ្រះរឹងមាំដែលគ្មាននរណាម្នាក់អាចជំនួសអ្នកបានការពូកែគឺមិនមែននិយាយអំពីការដែលពូកែជាងអ្នកដទៃនោះទេប៉ុន្តែនិយាយអំពីការដែលពូកែជាងខ្លួនឯងកាលពីម្សិលមិញវាគឺជាដំណើរការមួយដែលស្ងប់ស្ងាត់យឺតស្ថិរភាពនិងពេលខ្លះឯកោមនុស្សពូកែពិតប្រាកដគឺមិនចាំបាច់និយាយថាខ្លួនគេពូកែនោះទេវត្តមានរបស់ពួកគេភាពជាក់លាក់នៃសកម្មភាពនីមួយៗភាពស្ងប់ស្ងាត់នៃពាក្យសម្ដីនីមួយៗគឺគ្រប់គ្រាន់សម្រាប់អ្នកដទៃទទួលស្គាល់ពួកគេមិនចាំបាច់អួតអាងព្រោះពួកគេដឹងថាសមត្ថភាពពិតគឺជាអ្វីដែលកើតចេញពីខាងក្នុងដោយមិនចាំបាច់ត្រូវការឆាកសម្ដែងពូកែគឺមិនកើតចេញពីសំណាងឬទេពកោសល្យឲ្យពីកំណើតនោះទេប៉ុន្តែកើតចេញពីការបដិញ្ញាចិត្តរយៈពេលវែងចំពោះកិច្ចការតែមួយ